សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកជាបន្តទាក់ទងជាមួយនឹងអត្តចរិតរបស់មនុស្សដែលកើតនៅក្នុងឆ្នាំកុរដែលមកដល់នៅក្នុងវីដេអូនេះយើងនិយាយអំពីមនុស្សដែលកើតនៅក្នុងឆ្នាំកុរទៅតាមឆ្នាំនីមួយៗនិងធាតុរបស់គាត់និយាយអំពីអត្តចរិតរបស់ពួកគាត់ទៅតាមឆ្នាំក៏ដូចជាធាតុផងដែរអញ្ចឹងនៅក្នុងវគ្គនេះលើកដំបូងគឺចាប់ផ្ដើមពីមនុស្សដែលកើតនៅក្នុងឆ្នាំកុរធាតុឈើចឹងមានថ្ងៃកំណើតហ្នឹងពីថ្ងៃទី4ខែ2 1935ដល់ថ្ងៃទី23ខែ1 1936ចំណែកឯថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី3ខែ1 1995ដល់ថ្ងៃទី18ខែ2 1996តាក់ទងនឹងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី28ខែ1 2055ដល់ថ្ងៃទី14ខែ2 2056ចឹងតាក់ទងជាមួយនឹងឆ្នាំទាំងអស់នេះគឺសំដៅទៅលើមនុស្សកើតឆ្នាំកុរធាតុឈើនៅក្នុងនឹងផងដែរគេនិយាយថាជ្រូកដែលមានកិត្តិយសបំផុតជ្រូកទាំងនេះនឹងមិនត្រូវបានអូសទាញដោយអំពើអយុត្តិធម៌ណាមួយឡើយជានិច្ចកាលនិងគ្រប់កលៈទេសៈទាំងអស់នឹងរក្សានូវភាពរឹងមាំនិងភាពស្មោះត្រង់របស់ពួកគេក៏មានការយកចិត្តទុកដាក់ច្រើនចំពោះគ្រួសារនិងមនុស្សជាទីស្រឡាញ់ផងដែរអញ្ចឹងនេះខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំកុរធាតុភ្លើងដែលមានថ្ងៃកំណើតថ្ងៃទី22ខែ1 1947រហូតដល់ថ្ងៃទី9ខែ2 1948ហើយនៅថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី18ខែ2 2007ដល់ថ្ងៃទី6ខែ2 2008ថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី14ខែ2 2067ដល់ថ្ងៃទី2ខែ2 2068អញ្ចឹងមនុស្សដែលកើតនៅក្នុងឆ្នាំកុរធាតុភ្លើងហ្នឹងគឺជាសត្វជ្រូកដែលពឹងផ្អែកទៅលើការអនុវត្តការងាររបស់ពួកគេចូលចិត្តធ្វើអ្វីទាំងអស់ដោយមានមនសិការហើយគ្រប់ពេលវេលាមានឆន្ទៈនៅក្នុងការជួយពួកគេជាមិត្តរបស់បានន័យថាពួកគេជាមិត្តរបស់ពួកគេគឺជាមិត្តម្នាក់បានន័យថាជាមិត្តដែលអាចជួយនឹងទុកចិត្តបានមានទំនោរចង់ស្វែងរកផ្នែកល្អជាងពីអ្នកដតីជានិច្ចនេះខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំកុរធាតុដីដែលមានថ្ងៃកំណើតថ្ងៃទី8ខែ2 1959ដល់ថ្ងៃទី27ខែ1 1960និងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី5ខែ2 2019ដល់ថ្ងៃទី24ខែ1 2020និងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី2ខែ2 2079ដល់ថ្ងៃទី21ខែ1 2080មនុស្សដែលកើតនៅក្នុងឆ្នាំកុរធាតុដីហ្នឹងគឺជាសត្វជ្រូកដែលស្ថិតនៅក្នុងធាតុដីហ្នឹងគឺថាមានទំនោរមានអារម្មណ៍ទី6អញ្ចឹងខ្ញុំធ្លាប់បាននិយាយហើយថាអ្នកភិជាច្រើនអ្នកដែលគាត់កើតនៅប៉ះចំនៅក្នុងឆ្នាំណាដែលជាធាតុដីនឹងភាគច្រើនគឺមានញៀនទី6ហើយខ្ញុំក៏បាននិយាយហើយដែរថាមនុស្សគ្រប់គ្នាសិតតែមានញៀនទី6ទាំងអស់គ្រាន់តែគាត់ជ្រើសរើសជឿឬមិនជឿប៉ុន្តែសម្រាប់មនុស្សដែលពួកគាត់ដែលកើតក្នុងធាតុដីហ្នឹងគឺគាត់បានន័យថាញៀនទី6របស់គាត់ហ្នឹងគឺខ្លាំងហ្នឹងមិនមែនបានន័យបានថា
គាត់ជំរុញខ្លាំងជាងអ្នកដតីអញ្ចឹងទៅហើយមនុស្សញៀនទី6ហ្នឹងគាត់ភាគច្រើនគាត់ជ្រើសរើសជឿទៅលើញៀនខាងក្នុងរបស់គាត់អញ្ចឹងទៅនៅក្នុងការសម្រេចចិត្តធ្វើអីមួយដែលត្រូវបានអភិវឌ្ឍមិនគួរឲ្យជឿពួកគេប្រហែលជាទទួលបានពរជ័យជាមួយនឹងសមត្ថភាពពិសេសពួកគេតាក់ទងនឹងវេទមន្តនិងអបិយជំនឿហើយជាធម្មតាងាយស្រួលនៅក្នុងការគ្រប់គ្រងអ្នកដទៃសម្រាប់រឿងនេះដែរបើសិនជាគាត់ប្រើប្រាស់ញៀនទី6របស់គាត់នៅក្នុងផ្លូវល្អគឺវាល្អប៉ុន្តែបើគាត់ប្រើផ្លូវខុសក៏វាទទួលបានផលទៅតាមនឹងដែរអញ្ចឹងសូមបញ្ជាក់ថាមានពេលខ្លះកុំថាខ្លួនឯងមានទេពកោសល្យពិសេសបែបនេះគួរតែប្រើបែបនេះឲ្យមានប្រយោជន៍ប៉ុន្តែយើងត្រូវដឹងថាការប្រើប្រាស់ឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងប៉ុន្តែมันបំផ្លាញអ្នកដទៃមិនធ្វើឲ្យអ្នកដទៃឈឺចាប់នោះគឺជារឿងល្អតែបើប្រើប្រាស់នៅក្នុងផ្លូវមិនល្អបំផ្លាញអ្នកដទៃឬក៏បំផ្លាញដល់ខ្លួនឯងច្បាប់នៃធម្មជាតិក៏មិនអាចលើកលែងឲ្យអ្នកនោះផងដែរនេះនាងខ្ញុំគ្រាន់តែចង់បញ្ជាក់បន្ថែមតាក់ទងនឹងត្រង់ចំណុចនេះឥឡូវនេះខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំកុលធាតុដែកអញ្ចឹងថ្ងៃកំណើតហ្នឹងគឺមាននៅក្នុងថ្ងៃទី30ខែ1 1911ដល់ថ្ងៃទី17ខែ2 1912និងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី27ខែ1 1971និងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី14ខែ2 1972និងថ្ងៃទី23ខែ1 2031ដល់ថ្ងៃទី10ខែ2 2032អញ្ចឹងអ្នកដែលកើតនៅក្នុងឆ្នាំទាំងអស់នេះគឺស្ថិតនៅក្នុងឆ្នាំមនុស្សដែលកើតឆ្នាំកុលធាតុដែកនៅក្នុងនឹងគេនិយាយថាជ្រូកទាំងនេះផ្ដល់នូវចំណាប់អារម្មណ៍ដ៏ឆើតឆាយនិងចម្រាញ់ទោះយ៉ាងណាក៏ដោយនៅក្នុងពេលជាមួយគ្នាពួកគេត្រូវការកាត់បន្ថយភាពអត់ធ្មត់និងទំនោរទៅរកសកម្មភាពប្រញាប់ប្រញាប់ទាំងនេះអាចដឹកនាំឲ្យជ្រូកមានប្រាជ្ញានិងឆ្លៀសវៃនិងដើរតាមផ្លូវខុសបានន័យថាបើសិនបើគាត់ធ្វើអ្វីដោយការប្រញាប់មិនបានគិតពិចារណាឲ្យបានច្បាស់លាស់វាអាចនាំឲ្យគាត់ដើរនៅក្នុងផ្លូវខុសនេះខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំកុលធាតុទឹកដែលមនុស្សដែលកើតនៅក្នុងឆ្នាំកុលធាតុទឹកមានថ្ងៃកំណើតនៅក្នុងថ្ងៃទី16ខែ2 1923រហូតដល់ថ្ងៃទី4ខែ2 1924ថ្ងៃទី13ខែ2 1983រហូតដល់ថ្ងៃទី1ខែ2 1984ហើយនឹងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី10ខែ2 2043រហូតដល់ថ្ងៃទី29ខែ1 2044ចឹងសម្រាប់មនុស្សដែលកើតនៅក្នុងឆ្នាំកុលធាតុទឹកទាំងអស់ហ្នឹងគេថាជ្រូកទាំងនេះធ្វើឲ្យមានការចំណាប់អារម្មណ៍ចំពោះអ្នកគ្រប់គ្នាដែលពួកគេបានជួបមើលតែមួយផ្លែតដំបូងហ្នឹងគឺថាពួកគេជាមនុស្សដែលមានបុគ្គលិកលក្ខណៈពិសេសបើទោះបីជានេះជាការពិតឬក៏មិនពិតភាពខ្លាំងរបស់ជ្រូកទាំងនេះគឺតែងតែជាចំណាប់អារម្មណ៍ដំបូងហើយពួកគេត្រូវតែព្យាយាមធ្វើឲ្យបានច្រើនបំផុតអំពីវាឥឡូវនេះនាងខ្ញុំបានបញ្ចប់តាក់ទងជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំកុលនៅក្នុងវីដេអូនេះទៅតាមឆ្នាំដែលគាត់កើតនិងធាតុដែលគាត់កើតរួចហើយសម្រាប់វគ្គទី2អញ្ចឹងអរគុណច្រើនសម្រាប់ការចូលមកកាន់ទស្សនាវីដេអូរបស់នាងខ្ញុំបើចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា